មានដឹងអត់អ្នកទាំងអស់គ្នាថាការ stress ច្រើនពេកក៏ធ្វើឲ្យបាត់បង់ជាតិ collagen នៅក្នុងខ្លួនដែរចំណែកកត្តាផ្សេងៗរួមមានពន្លឺពីព្រះអាទិត្យអាយុច្រើនជាដើមក៏ធ្វើឲ្យបាត់បង់ជាតិ collagen នៅក្នុងខ្លួនដូចគ្នាហើយកង្វះជាតិ collagen នឹងដែរមិនត្រឹមតែធ្វើឲ្យស្បែកយើងជ្រួញទេធ្វើឲ្យកញ្ចក់យើងផុយសក់ជ្រុះហើយស្ដើងទៀតចឹងហើយដើម្បីបង្គ្រប់ជាតិ collagen នៅក្នុងខ្លួនវិញអាចញ៉ាំយ៉ាស្កា collagen បានដែលជា collagen 3 peptide មានម៉ូលេគុលតូចខ្លាំងអាចជ្រាបចូលកោសិកាស្បែកយើងបានលឿនដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធរំលាយអាហារអញ្ចឹងហើយបានធ្វើឲ្យពេលញ៉ាំយ៉ាស្កា collagen ទៅគឺឆាប់បានផលឆាប់ប្លែកលឿនញ៉ាំអស់តែមកប្រអប់អីនឹងឃើញផលហើយមុនដំបូងគេត្រង់កញ្ចក់ដោះលឿនហើយរឹងមាំទៀតក៏កាត់បន្ថយការជ្រុះសក់ដោះឆាប់វ៉ាយ៉ាស្កា collagen នេះដែរស័ក្តិសមខ្លាំងមែនតើសម្រាប់អ្នកដែលចង់គីឡូអាតែអត់សូវមានពេលថែខ្លួនច្រើនមួយថ្ងៃតម្រូវឲ្យញ៉ាំតែមួយដបហ្នឹងដល់ចឹងទៅគឺងាយស្រួលខ្លាំងអត់ចាំបាច់ចំណាយច្រើនបានស្បែកគីឡូម៉ត់ស្អាតទៀតមើលបានអ្នកទាំងអស់គ្នាទោះបីខ្ញុំពាក់អាវសមែនក៏ប៉ុន្តែស្បែកមួយអាវហ្នឹងគឺចូលគ្នាល្អខ្លាំងហ្មងអត់មានឃើញថាស្បែកទៅឆ្វេងអាវទៅស្ដាំអីទេបន្ថែមពីលើហ្នឹងឥឡូវនេះក៏គៀកថ្ងៃភ្ជុំដែរញ៉ាំយ៉ាស្កា collagen ដើម្បីគីឡូអាបានស្អាតបានក្មេងជាងវ័យទាំងអស់គ្នាសម្រាប់អ្នកមានបញ្ហាជាប់ឲ្យរោគក៏អាចញ៉ាំ collagen យ៉ាស្កានេះបានដូចគ្នាចឹងហើយបើអ្នកទាំងអស់គ្នាចារអាចឆាតចូល page ខាងលើនេះបាន